លោកស្រីផាណាដាវងភូឌីជាអតីតអ្នកនាំពាក្យនៃកិច្ចការក្រសួងការពារជាតិគឺមានទិសដៅសំខាន់តែមួយគត់ទប់ទល់នឹងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលទៅតែតែងតាំងការពីខែសីហាឆ្នាំ2025នៅតំបន់ព្រំដែនថៃកម្ពុជាហើយក្នុងពេលថ្មីនេះក៏ទៅតែដកចេញពីទូនីតិជាអ្នកនាំពាក្យនៃក្រសួងការពារជាតិថៃដែរដោយទូនីតិនេះហាក់បីដូចជាមិនទាន់បានប៉ុន្មានខែផងលោកស្រីមានប្រវត្តិមិនធម្មតាគួរឲ្យចាប់អារម្មណ៍នាងកើតនៅថ្ងៃទី10ខែមករាឆ្នាំ1976ក្នុងទីក្រុងបាងកកប្រទេសថៃនាងធ្លាប់ឈ្នះពានបវរកញ្ញា Miss Thailand ក្នុងឆ្នាំ2000នាងមានអាជីពនិងមុខរបរជាច្រើនដែលនាងមានសមត្ថភាពជាតារាសម្ដែងពិធីករទូរទស្សន៍អ្នកនាំពាក្យអ្នកសកម្មភាពសង្គមនាងបានបង្កើតមូលនិធិឈ្មោះថា Goodness Foundation ដើម្បីជួយសង្គមនិងបំពេញការងារជាសាធារណៈនាងជាមនុស្សដែលមានសមត្ថភាពនិងមានឈ្មោះល្បីល្បាញក្នុងសង្គមតែចំពោះរឿងស្នេហារបស់នាងហាក់បីដូចជាមិនសូវសមប្រកបប្រមាណទេនាងមានទំនាក់ទំនងស្នេហាជាមួយនឹងអតីតសង្សារចំនួន6នាក់ហើយនាងបានរៀបការចំនួន3លើកនិងមានកូន2នាក់ជាចំណងដៃ